នៅពេលដែលមិត្តភ័ក្តិអ្នកស្គាល់គ្នាឬមួយក៏ក្រុមគ្រួសាររបស់យើងខ្ចីទូរស័ព្ទរបស់យើងយកទៅប្រើហ្នឹងជាទូទៅយើងអត់កណ្ណាញ់ទេប៉ុន្តែពេលខ្លះយើងខ្លាចថាគាត់យកទៅប្រើហើយហ្នឹងគាត់នៅឆែកឆេរទូរស័ព្ទរបស់យើងទៀតដូចជាចូលមើលសារចូលមើលរូបភាពអីជាដើមអញ្ចឹងទៅអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាក៏បារម្ភទៅលើរឿងហ្នឹងដែរនៅក្នុងវីដេអូមួយនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីវិធីសាស្ត្រនៅក្នុងការការពារអញ្ចឹងចំពោះវិធីសាស្ត្រមួយហ្នឹងដែរដំបូងឡើយអ្នកទាំងគ្នាគ្រាន់តែចូលមកកាន់ setting មកយកពាក្យថា accessibility ហើយ scroll ចូលក្រោមមកអស់យកពាក្យថា get access បន្ទាប់មកបើកកន្លែងនេះមួយអ្នកគ្នាត្រូវការកំណត់ password មួយដែរដើម្បីកុំឲ្យគេចេញចូលកម្មវិធីរបស់យើងអញ្ចឹងកន្លែងនេះខ្ញុំគ្រាន់តែបង្កើត test ទេ1 2 3 4 5 6ហើយបន្ទាប់មកបើសិនជាទូរស័ព្ទរបស់អ្នកទាំងគ្នា support ជាមួយនឹង Face ID កុំភ្លេច turn on កន្លែងនេះផងអញ្ចឹងតែប៉ុណ្្នឹងមកជាការស្រេចហើយអញ្ចឹងឧទាហរណ៍ថាមិត្តភ័ក្តិរបស់យើងគាត់ខ្ចីទូរស័ព្ទរបស់យើងទៅឧទាហរណ៍ថាគាត់ចង់ខ្ចីយកទៅបើក browser ចុះអញ្ចឹងយើងគ្រាន់តែចូលមកកាន់ browser ឲ្យគាត់មកបន្តមកទៀតបើសិនជាអ្នកទាំងគ្នាអត់ចង់ឲ្យគាត់ចេញពីកម្មវិធីមួយហ្នឹងទេអ្នកគ្នាត្រូវចុចកន្លែង lock screen នេះចំនួន3ដង1 2 3អញ្ចឹងវានឹង load បែបហ្នឹងមកអ្នកគ្នាចុចយក start មកអញ្ចឹងគឺគាត់អាចប្រើទៅបានតែកម្មវិធីមួយហ្នឹងទេបើសិនជាគាត់ចង់ចេញទៅកម្មវិធីណាផ្សេងគាត់ចង់ធ្វើអីផ្សេងនៅលើទូរស័ព្ទយើងគឺអត់បានទេគឺគាត់ប្រើបាននៅក្នុងកម្មវិធីមួយហ្នឹងទេរហូតដល់ពេលគាត់ហុចទូរស័ព្ទហ្នឹងមកឲ្យយើងវិញចាំយើងចុច3ដងវិញមក1 2 3អញ្ចឹងវានឹង load បែបហ្នឹងវានឹងធ្វើការ scan មុខហើយបន្ទាប់មកយើងយកពាក្យថា end អូខេប៉ុណ្ណឹងមកគឺទូរស័ព្ទយើង back មក normal យើងអាចចេញចូលកម្មវិធីវិញបានធម្មតា